រឿងដំរីខូខើកាលពីយូរលង់ណាស់មកហើយនៅក្នុងព្រៃហេមពាន្តមានដំរីមួយហ្វូងរស់នៅស្ដេចដំរីជាសត្វចិត្តល្អនិងជាសត្វដែលជាទីស្រឡាញ់ចំពោះដំរីទាំងឡាយនៅក្នុងហ្វូងនៅក្នុងព្រៃនោះមានមេបក្សីមួយដែលបានធ្វើសម្បុករស់នៅយ៉ាងសុខសាន្តនៅក្នុងសម្បុកនោះមានកូនបក្សីតូចៗដែលទើបនឹងញាស់ថ្មីថ្ងៃមួយមេបក្សីបានដឹងថាហ្វូងដំរីនឹងត្រូវធ្វើដំណើរមកឆ្លងកាត់តាមព្រៃដែលខ្លួនរស់នៅក៏មានការភ័យខ្លាចយ៉ាងខ្លាំងមេបក្សីបានហើរទៅជួបស្ដេចដំរីដោយមិនបងអង្គមេបក្សីបានអង្វរស្ដេចដំរីថាឱដំរីដ៏ប្រសើរអើយសូមអ្នកកុំដើរជន់សម្បុកខ្ញុំអីសូមមេត្តាអាណិតដល់កូនតូចៗរបស់ខ្ញុំផងស្ដេចដំរីបាននិយាយទៅកាន់មេបក្សីយ៉ាងទន់ភ្លន់ថាបក្សីតូចសូមអ្នកកុំព្រួយអីយើងមិនធ្វើឲ្យកូនតូចៗរបស់ឯងមានគ្រោះថ្នាក់ទេពេលដែលហ្វូងដំរីដើរទៅដល់សម្បុករបស់មេចាបនោះស្ដេចដំរីបានឈរបាំងសម្បុកនោះហើយបញ្ជាឲ្យដំរីទាំងអស់ដើរហួសទៅដោយមិនមានបញ្ហាអ្វីដល់កូនបក្សីឡើយតែមុនពេលចាកចេញទៅស្ដេចដំរីបានរំលឹកដល់មេបក្សីឲ្យដឹងអំពីដំរីខូខើមួយក្បាលដែលរស់នៅក្នុងព្រៃនេះដែរថ្ងៃមួយពេលមេបក្សីស្វែងរកអាហារវាបានឃើញដំរីមួយកំពុងធ្វើដំណើរតម្រង់មកសម្បុករបស់វាមេបក្សីបានហើរទៅជិតដំរីនោះហើយអង្វរថាលោកម្ចាស់សូមលោកមេត្តាកុំជន់សម្បុកខ្ញុំអីប៉ុន្តែដំរីខូខើនោះបានស្រែកសម្លុតថាណែបក្សីតូចឯងនេះប្រហើនណាស់ស្អីក៏ដោយឲ្យតែទិសផ្លូវយើងត្រូវតែជន់កំទេចឲ្យអស់និយាយពាក្យនេះរួចដំរីខូខើនោះបានដើរតម្រង់ឆ្ពោះទៅសម្បុកបក្សីហើយជន់កំទេចបក្សីតូចស្លាប់ទាំងអស់ដោយគ្មានការអាណិតអាសូរសោះសូម្បីតែប៉ិនសរសៃសក់ក៏មិនស្រណោះដែរមេបក្សីមានការតក់ស្លុតយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើងចំពោះកូនតូចរបស់វាមេបក្សីបានប្រាប់ដំរីទាំងក្រេវក្រោធថាហ៊ីអាដំរីខូខើអញនឹងសងសឹកចំពោះការស្លាប់របស់កូនតូចរបស់អញនៅថ្ងៃណាមួយជាក់ជាពុំខានឡើយដំរីខូខើឮពាក្យនេះហើយក៏អស់សំណោចថែមទាំងសើចចំអកថាសត្វតូចល្អិតដូចឯងតើអាចធ្វើអ្វីយើងបានថាដូច្នេះហើយសត្វដំរីនោះក៏ធ្វើដំណើរចេញបាត់ទៅពេលវេលាចេះតែកន្លងផុតទៅជាលំដាប់មេបក្សីគិតថាតើអញគួរតែផ្ដល់មេរៀនខ្លះដល់សត្វដំរីដែលឥតធម៌មេត្តានេះដោយរបៀបណាមេបក្សីបានគិតឃើញផែនការមួយដោយបង្កើតជាមិត្តភាពជាមួយក្អែកមេបក្សីព្យាយាមយកចិត្តក្អែកខំធ្វើការបម្រើក្អែកនោះដោយយកចិត្តទុកដាក់សត្វក្អែកមានការពេញចិត្តចំពោះការប្រឹងប្រែងរបស់មេបក្សីណាស់សត្វក្អែកបាននិយាយទៅកាន់មេបក្សីថាអ្នកបានប្រឹងប្រែងបម្រើខ្ញុំគ្រប់គ្រាន់ហើយតែខ្ញុំនឹងសប្បាយចិត្តប្រសិនបើខ្ញុំអាចជួយអ្វីខ្លះដល់អ្នកបានវិញបក្សីបានឮសម្ដីក្អែកថាដូច្នេះក៏និយាយរឿងកំសត់របស់ខ្លួនឲ្យក្អែកស្ដាប់មេបក្សីបានសុំអង្វរក្អែកទៅចឹកភ្នែកដំរីដែលបានសម្លាប់កូនរបស់ខ្លួនសត្វក្អែកក៏យល់ព្រមជួយមេបក្សីនោះហើយកំណត់ថ្ងៃទៅរកដំរីបន្ទាប់មកមេបក្សីអនុវត្តផែនការបន្តមេបក្សីបានទៅជួបសត្វឃ្មុំដោយសុំឲ្យឃ្មុំទៅទិចភ្នែកទាំងពីររបស់ដំរីឃ្មុំឆ្លើយថាមិនមានបញ្ហាអ្វីទាំងអស់ខ្ញុំនឹងធ្វើតាមអ្វីដែលអ្នកស្នើសុំ
មេបាក់សីបានអរគុណឃ្មុំហើយហើរចេញទៅថ្ងៃបន្ទាប់មេបាក់សីបានហើរទៅកាន់ស្រះដែលមានទឹកថ្លាឆ្វេងនិងមានកង្កែបរស់នៅទីនោះបាក់សីបានសុំឲ្យកង្កែបឡើងលើកំពូលភ្នំហើយស្រែកយំនៅពេលដែលឃើញសត្វដំរីឃោឃៅដើរកាត់កង្កែបមានការសង្ស័យចំពោះផែនការរបស់បាក់សីដែរប៉ុន្តែវាក៏បានយល់ព្រមជួយមេបាក់សីក្នុងនាមមិត្តភក្តិថ្ងៃមួយពេលដែលដំរីឃោឃៅកំពុងតែដើរក្នុងព្រៃសត្វក្អែកបានហើរទៅចឹកភ្នែកទាំងគូរបស់ដំរីនោះទាល់តែចេញឈាមបន្ទាប់មកសត្វឃ្មុំក៏ចាប់ផ្ដើមទិចភ្នែកដំរីទាំងសងខាងសត្វដំរីឃោឃៅនោះបានคล้ายជាដំរីពិការភ្នែកហើយទទួលរងការឈឺចាប់មិនអាចទ្រាំបានក្រោយមកដំរីនោះបានដើរត្រាច់ចរដោយគ្មានគោលដៅគ្មានទាំងទឹកផឹកអត់ទាំងចំណីអាហារថ្ងៃមួយដំរីបានឮសំឡេងកង្កែបយំអូប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 សត្វដំរីបានដើរតាមសំឡេងកង្កែបនោះដោយសង្ឃឹមថានឹងអាចទៅដល់ស្រះទឹកដែលវាអាចផឹកទឹកបានដើម្បីបំបត្តិសេចក្តីស្រេកឃ្លានរបស់វាដំរីឃោឃៅចេះតែដើរតាមសំឡេងកង្កែបរហូតដល់កំពូលភ្នំពេលកង្កែបឃើញដំរីក៏លោតផ្លោតចុះមកខាងក្រោមហើយបញ្ចេញសំឡេងបន្តទៀតដំរីខ្វាក់ភ្នែកដើរតាមសំឡេងរបស់កង្កែបរហូតទាល់តែផុតជ្រោះហើយក៏ធ្លាក់ក្នុងជ្រោះស្លាប់បាត់ទៅរឿងដំរីឃោឃៅចប់ដោយបរិបូរណ៍